ជីវប្រវត្តិព្រះអាចារ្យហែមជាវបោះពុម្ពផ្សាយដោយគណៈកម្មការអន្តរក្រសួងទទួលបន្ទុករៀបចំពិធីបុណ្យរំលាយអធិធាតុព្រះអាចារ្យហែមជាវនៅថ្ងៃទី20-21 ខែកក្កដាឆ្នាំ1972លោកអាចារ្យហែមជាវកើតនៅថ្ងៃអង្គារខែមិញឆ្នាំចពុទ្ធសករាជ2441គ្រិស្តសករាជ1898នៅឃុំទំនប់ធំស្រុកពញាលឺខេត្តកណ្ដាលឪពុកឈ្មោះហែមធ្វើជាមេស្រុកម្ដាយឈ្មោះទីវមានបងប្អូន4នាក់គឺឈ្មោះហែមលីហែមហួតនាងហែមសុចនិងនាងហែមសាយឯលោកហែមជាវជាកូនទី2បន្ទាប់ពីហែមលីកាលនៅពីក្មេងកុមារហែមជាវមានជីវភាពដូចក្មេងអ្នកស្រុកអ្នកស្រែធម្មតាដែរធ្លាប់ដើរតាមម្ដាយទៅស្រែធ្លាប់ខ្វៀលគោជាមួយក្មេងកងវិលធ្លាប់អាស្រ័យទឹកតាមដានជើងគោធ្លាប់ចំចាយធ្លាប់អាស្រ័យបាយហាលថ្ងៃក្តៅនៅកណ្ដាលស្រែធ្លាប់ត្រូវភ្លៀងត្រូវខ្យល់គឺមានសម្បោរស្បែកជាកូនកសិករសុទ្ធសាធហើយដោយឪពុកម្ដាយជាអ្នកកាន់គោរពព្រះពុទ្ធសាសនាមុតមមនោះកុមារហែមជាវក៏តែងតែចូលវត្តចូលវាស្ដាប់លោកសូត្រធម៌លោកទេសរាល់ឱកាសបុណ្យជាមួយឪពុកម្ដាយពុំដែលអាក់ខានលុះវ័យល្មមឲ្យនៅវត្តហើយមេស្រុកហែមជាឪពុកក៏បាននាំមកប្រគេនឲ្យនៅនឹងព្រះសង្ឃសត្ថាជួនណាតវត្តអនឡោមក្រុងភ្នំពេញដោយព្រះគ្រូអង្គនេះក៏ជាធ្លាប់ប្រស្រ័យរាប់អានអ្នកជិតស្និទ្ធរបស់មេស្រុកហែមស្រាប់មកនៅនឹងសង្ឃសត្ថាជួនណាតកុមារហែមជាវជាក្មេងយកចិត្តទុកដាក់រៀនសូត្រអក្សរលំនាំឥតមានធ្វេសដរាបដល់ចេះអានចេះសរសេរជាកុមារមានបញ្ញាឆ្លៀសវៃមានឫទ្ធិពាសមរម្យព្រះគ្រូសង្ឃសត្ថាសពព្រះទេណាស់និមន្តទៅណាមកណាទៅទេសតែងយកកុមារហែមជាវឲ្យស្ពាយថង់យាមទៅតាមពុំដាល់ខានធ្វើតាមទម្លាប់ព្រះពុទ្ធសាសនាម្ដាយឪពុកក៏បានបំពុះកុមារហែមជាវជាសាមណេរហើយឲ្យនៅនឹងព្រះគ្រូសង្ឃសត្ថាតទៅទៀតសាមណេរហែមជាវក៏ផ្ដើមសិក្សាព្រះបរិយត្តិធម៌ហើយក៏សិក្សាបានចម្រើនលូតលាស់ជាលំដាប់ដល់អាយុ20ឆ្នាំគ្រិស្តសករាជ1917ក៏បានបំពេញឧបសម្បទាជាភិក្ខុនៅនឹងវត្តលង្កាដោយមានព្រះមហាវិមលធម៌ថោងជាព្រះឧបជមានព្រះគ្រូរវិជាលវីអែមនិងព្រះគ្រូសង្ឃសត្ថាជួនណាតជាគ្រូសូត្រមាននាមឆាយាជាបវរចតនាញោដោយការខិតខំឥតធ្វេសនៅឆ្នាំ1921ព្រះភិក្ខុហែមជាវក៏បានប្រឡងជាប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់លេខ6កាលសម័យនោះរាជការអាណាព្យាបាលបានបង្កើតឲ្យមានសាសនាសាលាបឋមសិក្សានៅតាមវត្តនានាក្នុងប្រទេសហើយបង្កើតមុនគេគឺនៅនឹងខេត្តកំពតកាលនោះចៅហ្វាយខេត្តកំពតគឺបារាំងឈ្មោះរេសយ៉ូមក៏បានពឹងពាក់លោកគ្រូមេគណៈវត្តអង្គរស្រតីហៅវត្តកន្ធរស្រុកកំពង់ត្រាចខេត្តកំពតឲ្យជួយរកព្រះសង្ឃដែលមានសញ្ញាបត្រចេញពីសាលាបាលីជាន់ខ្ពស់ឲ្យមកជួយបង្រៀនព្រះសង្ឃឯទៀតដែលនឹងត្រូវប្រឹសពីវត្តឯទៀតក្នុងខេត្តកំពតដើម្បីឲ្យព្រះសង្ឃទាំងនោះមានចំណេះវិជ្ជាគរុកុសលដើម្បីនឹងបង្ហាត់សាលាបឋមសិក្សានៅក្នុងវត្តរបស់ខ្លួនហើយត្រូវការព្រះសង្ឃដែលមានសមត្ថភាពមកពីភ្នំពេញនោះជួយត្រួតត្រាសាលាបឋមសិក្សាក្នុងខេត្តកំពតផងសូមបញ្ជាក់ថាពេលនោះក្នុងខេត្តកំពតគេនិមន្តព្រះសង្ឃពីវត្តខ្លះក្នុងខេត្តមកនៅនឹងវត្តមួយសម្រាប់ឲ្យនៅរៀនដើម្បីយកចំណេះវិជ្ជាទៅបង្ហាត់បង្ហាញនៅសាលាបឋមសិក្សាដែលនឹងបង្កើតឲ្យមាននៅនឹងវត្តរបស់ព្រះសង្ឃទាំងនោះឯទីវត្តប្រជុំសមណនិស្សិតដើម្បីសិក្សាគរុកុសលនោះគឺវត្តក្រាំងដូងស្រុកបន្ទាយមាសខេត្តកំពតគឺថាគេនិមន្តលោកទៅទីនោះពុំមែនទៅបង្រៀនធម៌អ្វីទេគឺទៅអប់រំសមណនិស្សិតដើម្បីឲ្យចេះដឹង
ទៅបង្រៀនបឋមសិក្សាតទៅទៀតតែប៉ុណ្ណោះគិតទៅផ្នែកអប់រំជាតិយើងត្រូវមានព្រះសង្ឃជាអ្នកដឹកនាំមុខមុនគេជាដរាបចំណែកព្រះមេកណវត្តអង្គសុរតីកាលបើរេសុដង់ខេត្តកំពតពឹងពាក់ដូច្នេះក៏និមន្តមកទីក្រុងភ្នំពេញជួបនឹងព្រះសង្ឃគ្រូសត្ថាជួនណាតដែលធ្លាប់ស្គាល់គ្នាឲ្យជួយរកព្រះសង្ឃមានសមត្ថភាពតាមរាជការកំណត់នោះព្រះគ្រូសង្ឃសត្ថាក៏ហៅព្រះភិក្ខុហែមជាវមកប្រាប់ពីគ្រោះការដោយចង់តម្រូវឲ្យភិក្ខុនេះចេញទៅបម្រើផ្នែកនោះផងព្រះភិក្ខុហែមជាវក៏បានព្រមព្រៀងនិមន្តទៅដោយសេចក្តីស្ម័គ្រតាំងពីបានចេញពីភ្នំពេញមកបំពេញកិច្ចនៅក្រាំងដូងព្រះភិក្ខុហែមជាវបានខិតខំយកចិត្តទុកដាក់បម្រើរដ្ឋនិងសាសនាខ្លាំងណាស់ឥតគិតខ្លាចនឿយហត់សោះឡើយលោកបានបង្ហាត់បង្រៀនព្រះសង្ឃដែលមកដោយព្រះទ័យស្មោះនិងដោយខិតខំបំផុតលោកតែងមានពុទ្ធដីកាថាលោកចង់ឲ្យព្រះសង្ឃទាំងនោះចេះដឹងដើម្បីយកចំណេះទៅបង្រៀនកូនចៅខ្មែរតទៅទៀតឲ្យចេះដឹងព្រមគ្នាផងក្រៅអំពីការបង្ហាត់គរុវិជ្ជាភិក្ខុហែមជាវត្រូវបានឧបាសកឧបាសិកាច្រើនវត្តនិមន្តទៅសម្ដែងធម៌ទេសនាពន្យល់ពីបុណ្យបាបពីផ្លូវលោកនិងផ្លូវធម៌ដែលមានគេចោះចូលពេញចិត្តនឹងលោកជាច្រើនដោយចិត្តមេត្តានិងសន្តោសនេះព្រះសង្ឃនិងពុទ្ធបរិស័ទចូលចិត្តលោកណាស់នៅខែមីនាឆ្នាំ1931សាលាបាលីជាន់ខ្ពស់ត្រូវការជ្រើសរើសសាស្ត្រាចារ្យសាលាបាលី2រូបបេក្ខជនដែលអាចប្រឡងបានត្រូវមានជាចាំបាច់មធ្យមសិក្សាប័ណ្ណសាលាបាលីជាន់ខ្ពស់ព្រះភិក្ខុហែមជាវក៏ឆ្លៀតឱកាសមកប្រឡងនឹងគេដែរតែគួរឲ្យស្ដាយបន្តិចក្នុងការប្រឡងជ្រើសរើសនោះលោកប្រឡងជាប់លេខ3ដូច្នេះលោកពុំបានជាប់ជាសាស្ត្រាចារ្យដោយបំណងឡើយឯអ្នកជាប់លេខ1និងលេខ2ដែលត្រូវតែងតាំងជាសាស្ត្រាចារ្យនោះក៏ជាមិត្តរបស់លោកដែរគឺព្រះភិក្ខុអុចរស់និងប៉ែនសុខឯព្រះភិក្ខុហែមជាវក៏ទៅនៅក្រាំងដូងវិញប៉ុន្តែកន្លងមកប្រមាណ6ខែសាស្ត្រាចារ្យម្នាក់នៅសាលាបាលីជាន់ខ្ពស់គឺលោកអុកញ៉ាព្រះធម្មព្រៃជាកងបានទទួលអនិច្ចកម្មទៅលោកក្រុមការជុំម៉ៅធ្វើការនៅព្រះរាជបណ្ណាល័យដែលជាអ្នកចាត់ការក្នុងសាសនសិក្សាធិការក៏បានពិគ្រោះនឹងព្រះគ្រូសង្ឃសត្ថាចង់សុំតាំងព្រះភិក្ខុហែមជាវជាសាស្ត្រាចារ្យចុះឡើងវិញដោយពុំចាំបាច់ប្រឡងទៀតព្រោះលោកកាលប្រឡងនោះក៏ជាប់លេខ3ស្រាប់ព្រះគ្រូសង្ឃសត្ថាសូមឲ្យលោកជុំម៉ៅនិងអស់លោកឯទៀតចុះកុំឲ្យមានពាក្យគេថាលោកជួយតែសិស្សរបស់ឯងលោកជុំម៉ៅក៏បានពិគ្រោះនឹងអ្នកធំខាងលើទៀតជាដើមគឺនាងកញ្ញាកាបេលេសអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យព្រះមហាវិមលធម្មថោងចាងវាងសាលាបាលីជាន់ខ្ពស់រេសិដង់ស៊ូបេរីយើព្រមទាំងសម្ដេចក្រៃបណ្ណរដ្ឋមន្ត្រីក្រសួងសិក្សាធិការអស់លោកទាំងនោះបានយល់ព្រមតាមសំណើនេះថ្ងៃទី22ខែកុម្ភៈឆ្នាំ1932ព្រះភិក្ខុហែមជាវត្រូវបានតែងតាំងជាសាស្ត្រាចារ្យភាសាបាលីនៅសាលាបាលីជាន់ខ្ពស់ហើយបន្ថែមលើនាទីសាស្ត្រាចារ្យនេះលោកគ្រូត្រូវតែតែងតាំងជាសមាជិកក្រុមជំនុំព្រះត្រៃបិដកទៀតផងរាជបញ្ញត្តិលេខ36ចុះ26មីនាឆ្នាំ1932ក្នុងចំនួនលួងស៊ីសវត្តមនីវង្សនិងរេសូដង់ស៊ូបេរីយើស៊ីលេប្រេសកាលបើបានធ្វើជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ហើយនោះលោកក៏បានមានមិត្តភ័ក្តិអ្នកចេះដឹងកាន់តែច្រើនជាពិសេសបាននៅចិត្តព្រះសង្ឃកម្ពុជាចំនួននោះផងដែលរឹតតែធ្វើឲ្យលោកមានចំណេះទូទៅកាន់តែប្រសើរឡើងម្យ៉ាងទៀតការបង្ហាត់បង្រៀនសិស្សក៏អាចឲ្យលោកមានការពិសោធន៍ជ្រាលជ្រៅថែមទៀតសាស្ត្រាចារ្យសម័យនោះគេហៅខ្លីថាអាចារ្យលោកអាចារ្យហែមជាវមានគេស្គាល់ដោយច្រើនដោយសារលោកពូកែបង្រៀនពូកែទេសប៉ុន្តែសំខាន់បំផុតដែលធ្វើឲ្យលោកមានឈ្មោះល្បីនោះគឺត្រង់លោកជាព្រះសង្ឃស៊ីវិល័យភ្លឺស្វាងលោកមានគំនិតថ្មីជាច្រើនពោលឲ្យចំទៅនោះ
គឺថាលោកជឿនលឿនស្រឡាញ់ឯករាជ្យស្រុកទេសហ៊ាននិយាយហ៊ានថាដែលសម័យនោះគេពុំសូវហ៊ានលោកអាចារ្យហែមជាវមានរូបលក្ខណៈស្មាធំចង្កេះរាវថ្ងាស់ទូលាយថ្កៀមថ្កើងសំឡេងក្រេងក្រអៅមូលក្រលួចជាអ្នកមានវោហាបានមាត់បានកគេចូលចិត្តសម្ដីលោកណាស់លោកមានកិរិយាស្រគត់ស្រគំហើយមានបរមមណ្ឌលសមរម្យមិនរយាករយារឹកពីថ្លៃថ្នូរនិងសង្ហាលោកជាអ្នកមានអនាម័យលោកអាចារ្យហែមជាវមានគំនិតជឿនលឿននិយមចូលចិត្តដឹងស្ថានភាពពិភពលោកចូលចិត្តអានសារព័ត៌មានទស្សនាវដ្តីជាភាសាថៃនិងកាសែតបារាំងមានកាសែត La Vérité Opinion Impartial និង Président ឯសារព័ត៌មាននិងទស្សនាវដ្តីជាតិយើងពុំទាន់មានទេមានតែសារព័ត៌មាននគរវត្តដែលចាប់ចេញផ្សាយពីឆ្នាំ1936ដែលដឹកនាំដោយលោកសឿនងុកថាញ់ប៉ាចសឿនសឹមវ៉ាឯទស្សនាវដ្តីគ្មានសោះសម័យនោះប្រជាជនពិភពលោកអារ៉ាប់និងអាហ្វ្រិកដែលនៅក្រោយអាណានិគមបារាំងចេះមានគំនិតបះបោរទាមទារយកឯករាជ្យហើយមេអាណានិគមនេះតែងតែប្រើកម្លាំងអាវុធបង្ក្រាបប្រទេសទាំងនោះដំណឹងនេះនាំឲ្យលោកអាចារ្យហែមជាវមានគំនិតកាន់ជើងជួយគិតវាសនាប្រទេសតូចតាចទាំងនោះរួចផ្គូផ្គងមកនឹងប្រទេសខ្មែរដែលនៅក្រោមអំណាចបារាំងផងដែរលោកតែងនិយាយស្ងាត់កំបាំងថាបារាំងជាអ្នកជិះជាន់គេណាស់លោកអាចារ្យហែមជាវមិត្តបារាំងម្នាក់ឈ្មោះម៉ានីពូដែលចេះតែនិយាយពីរឿងនយោបាយសកលលោកប្រាប់លោកហាក់ដូចជារឹតតែបំភ្លឺលោកឲ្យកាន់តែភ្លឺឡើងទៀតផងសម័យនោះផងបារាំងនិងអាល្លឺម៉ង់ផ្ដើមច្បាំងគ្នាលោកអាចារ្យហែមជាវបានតាមដានព្រឹត្តិការណ៍នោះរាល់ថ្ងៃហើយបើឃើញព័ត៌មានថាទ័ពបារាំងចាញ់អាល្លឺម៉ង់លោករមែងមានពុទ្ធដីកាប្រាប់សិស្សគណៈនិងមិត្តភ័ក្តិថាបារាំងអន់ណាស់អាល្លឺម៉ង់ទៅពូកាសម័យនោះប្រទេសយើងនៅក្រោមអំណាចបារាំងមន្ត្រីខ្មែរភាគច្រើនសឹងតែចូលចិត្តបារាំងផ្គប់ផ្គុនបារាំងដើម្បីបុណ្យស័ក្តិគេមិនត្រូវការនឹងរឿងរំដោះស្រុកទេសអ្វីទេពំនូលរបស់ព្រះអាចារ្យហែមជាវរមែងជ្រួតជ្រាបដល់ត្រចៀកអស់លោកទាំងនោះដែលធ្វើឲ្យអស់លោកទាំងនោះមិនសប្បាយចិត្តគេគួចក្នុងចិត្តថាលោកអាចារ្យហែមជាវប្រឆាំងនឹងបារាំងហើយលោកគ្រូអាចារ្យប៉ែនសុខដែលជាមិត្តភក្តិដឹងថាគេមិនសប្បាយចិត្តនឹងព្រះអាចារ្យហែមជាវក៏ប្រាប់រំលឹកព្រះអាចារ្យនេះថាសូមឲ្យលោកប្អូនជាវឯងប្រយ័ត្នមាត់បន្តិចទៅពីព្រោះមានគេសម្គាល់ថាយើងប្រឆាំងនឹងបារាំងប្រយ័ត្នគេងបារាំងគេយកការបានគេនឹងចាប់ទៅធ្វើទោសតែលោកអាចារ្យហែមជាវឆ្លើយតបវិញថាលោកបងសុកឯងបើមិនហ៊ាននិយាយនៅឲ្យស្ងៀមទៅបើមិនជួយជោគជួយចៅកុំយកជើងរាទឹកនៅឲ្យស្ងៀមចាំឆ្អិនចំស៊ីទៅសម័យនេះត្រូវតែហ៊ាននិយាយខ្លះដាស់គ្នាឲ្យយល់រឿងពិភពលោកគេភ្ញាក់ផ្អើលខ្លះហើយយើងត្រូវបើកភ្នែកមើលគេខ្លះផងលោកអាចារ្យសុកក៏នៅស្ងៀមខ្លាចព្រះអាចារ្យហែមជាវបន្ទោសលោកអាចារ្យមានសិស្សចំណិតមួយរូបគឺលោកនួនដួងមាននិស្ស័យដូចលោកដែរដោយនិស្ស័យគំនិតជាអ្នកបដិវត្តដែលសម័យនោះគេមិនដឹងនឹងឲ្យឈ្មោះហៅដូចម្ដេចផងនោះលោកអាចារ្យហែមជាវតែងតែចង់ឃើញស្រុកទេសចេញផុតពីចំណុះគេចង់ឃើញការតស៊ូរបស់ប្រជាជនខ្មែរដើម្បីឯករាជ្យដូច្នេះទេសនាក្នុងទីណាក៏ដោយពោលអ្វីក៏ដោយច្រើនតែផ្អៀងទៅលើការរំលឹកដាស់តឿនពុទ្ធបរិស័ទឲ្យយល់ដឹងរឿងជាតិនោះជាដរាបធម្មទេសនារបស់លោកមានច្រើនតែរឿងវេរយៈព្យាយាមកុំឲ្យខ្ជិលច្រអូសលោកថាការខ្ជិលច្រអូសបណ្តែតបណ្ដោយប្រចាំគេប្រចាំឯងនោះគឺជាទោសនាំឲ្យខ្លួនធ្លាក់ទៅក្នុងទាសភាពដោយត្រង់តែម្ដងលោកចូលចិត្តយកពាក្យទាសភាពនេះមកវែកញែកណាស់ហើយផ្គូផ្គងប្រៀបធៀបជារបៀបដាស់តឿនសម្រាប់ស្រុកទេសផងលោកមានពុទ្ធដីការឿយៗថា
យើងរាល់គ្នានៅក្នុងវដ្តសង្សារនេះសឹងស្ថិតនៅក្នុងអនុភាពរបស់កិលេសគ្រប់គ្នាយើងជាទាសកររបស់កិលេសគ្រប់គ្នាទាសភាពនេះជាទម្ងន់សង្កត់ជីវិតរបស់យើងមួយជាន់ទៅហើយប៉ុន្តែធ្វើម្ដេចបើយើងនៅត្រាំនៅក្នុងអន្លង់វដ្តសង្សារដូច្នោះទៅហើយនឹងកិច្ចទៅណារួចយើងទ្រាំទៅចុះប៉ុន្តែបើយើងនេះឯងនៅសុខចិត្តប្រគល់ខ្លួនជាទាសកររបស់មនុស្សដូចគ្នាទៀតនោះការនេះគួរឲ្យស្ដាយពេកណាស់យើងដូចជាសត្វធាតុតែម្ដងយើងមិនគួរទទួលទម្ងន់ទាសភាពនេះមកទូលរែកទៀតសោះលោកអាចារ្យហែមជាវបានរំលឹកសិស្សគណៈថាកើតមកជាមនុស្សត្រូវមានការព្យាយាមតស៊ូកុំអស់សង្ឃឹមឲ្យសោះអំពីរឿងព្យាយាមវិរិយៈលោកឧស្សាហ៍ព្រះជន្មករជាដកមកដំណើរស្ទើរគ្រប់រឿងដែលត្រូវទេសនាដើម្បីពន្យល់អ្នកស្ដាប់ឲ្យកើតគំនិតគិតព្យាយាមឡើងលោកថាព្រះជន្មកពោធិសត្វលោកពុំលះបង់វិរិយភាពឡើយសូម្បីលេចសម្ពៅវង្វេងកោះត្រៃឃើញមុខជាស្លាប់កណ្ដាលសមុទ្រនោះក៏ដូច្នេះក៏លោកនៅតែតាំងស្មារតីត្រដោះហែលតទៅទៀតថែមទាំងឆ្លៀតខ្ពូមាត់សម្អាតថ្មិញទន្ទិញធម៌អតិថានពេលព្រះច័ន្ទពេញបរមីដែលលោកមើលពីសមុទ្រទៅគឺលោកមានវិរិយភាពមាំណាស់ពុំបណ្ដោយឲ្យការអស់សង្ឃឹមមកទាញយកអាយុសង្ខារលោកឡើយនោះជារឿងមហាជនកៈនៅក្នុងលំហសមុទ្រម្ដេចក៏គង់លោកខំទាល់តែបានសម្រេចចុះយើងរាល់គ្នានៅលើគោកត្រឡាំងម្ដេចក៏ខ្ជិលម្ដេចក៏ដាក់ធុរៈចំពោះកិច្ចការក៏ចាំវាសនាមកដឹកមុខរួចពីពោលដូច្នេះព្រះសង្ឃហែមជាវក៏ពោលបញ្ជាមករឿងស្រុកទេដែលរាល់គ្នាត្រូវតែព្យាយាមរចនាឲ្យប្រសើរថ្លៃថ្លាឡើងប្រការមួយទៀតលោកចូលចិត្តទេសនារំលឹកដាស់តឿនប្រជាជនខ្មែរឲ្យមានគំនិតលះបង់ទម្លាប់អាក្រក់នៅក្នុងសង្គមផងនៅសម័យនោះខ្មែរយើងនៅមានទម្លាប់មួយយ៉ាងក្នុងរឿងរៀបចំកូនឲ្យមានគូស្រករគឺម្ដាយឪពុកខាងស្រីចូលចិត្តឲ្យកូនប្រសាបំរុងការមកបំរើខ្លួនជួនកាលបង្កប់ឲ្យខាងប្រុសធ្វើផ្ទះក្បឿងគ្រឿងស្រឡៅ 3-4 ខ្នងឲ្យខ្លួនការបង្កប់ដូច្នេះលោកយល់ថាជាអយុត្តិធម៌ពេកណាស់ហើយខុសនឹងសង្គមធម៌ផងព្រោះម្ដាយឪពុកត្រូវមានសង្ឃហធម៌ចំពោះកូនមិនថាប្រុសថាស្រីទេគឺសង្គ្រោះស្រឡាញ់ស្មើហើយបើយើងទៅលើកូនប្រុសដូច្នេះហាក់យើងមិនពេញចិត្តកូនប្រុសសោះកូនប្រុសនោះពុំមែនមានតែខាងគេទេយើងក៏មានដែរហើយបើយើងមិនព្រមនាំគ្នាជំរុះទម្លាប់នេះចេញទេនោះកូនប្រុសយើងក៏ត្រូវធ្ងន់កដែរពេលដែលត្រូវទៅស្ដីដណ្ដឹងកូនស្រីគេនោះម្យ៉ាងទៀតការគៀបសង្កត់ខ្លាំងពេកគឺបង្កប់ខ្លាំងពេករហូតដល់ខាងប្រុសគ្នាធ្លាក់ក្រដុនដាបនោះវាមិនមែនវេទនាតែប្រុសនោះទេខាងកូនស្រីយើងនេះឯងនេះក៏ត្រូវវេទនាទៅផងដែរហេតុនេះបើយើងបន្ធូរបន្ថយខ្លះជួយសម្រាលខ្លះទៅនោះក៏ដូចជាជួយខ្លួនយើងទៅវិញទេកូនប្រសាយើងបានធូរកូនស្រីយើងក៏បានស្រួលយើងជាម៉ែឪក៏ស្រណុកសុខចិត្តគ្រួសារទាំងមូលក៏មានសុភមង្គលលោកអាចារ្យហែមជាវចូលចិត្តអប់រំឲ្យម្ដាយឪពុកបញ្ជូនកូនទៅសាលារៀនឆ្លៀតឱកាសរៀនលោកបានរំលឹកដាស់តឿនឲ្យពុទ្ធបរិស័ទបញ្ជូនកូនចៅទៅរៀននៅសាលាដែលរាជការបានបង្កើតតាមវត្តហើយថាឲ្យនាំកូនចៅទៅរៀននៅក្រុងផងដោយសូមផ្ដាំផ្ញើទុកនឹងលោកសង្ឃលោកតែងថាការចេះដឹងជាពន្លឺធំណាស់កាលណាយើងល្ងងបីដូចជាភ្នែកងងឹតចេះតែដើរទៅពៀនត្រោកពៀនត្រាំងសម័យនោះប្រជាជនខ្មែរយើងពុំសូវឲ្យកូនចៅទៅរៀននៅសាលាទេព្រោះយល់ថាសាលានោះជាសាលាបារាំងរៀនទៅពួកបារាំងនឹងកេញយកកូនទៅធ្វើទាហានលោកគ្រូអាចារ្យហែមជាវតែងតែជួយពន្យល់បំបត្តិកម្លាចចង្រៃនោះចេញជារឿយក្រៅពីនេះលោកអាចារ្យហែមជាវតែងគិតដល់សុខភាពនៃអ្នកភូមិផងនៅតាមស្រុកភូមិដែលលោកបាននិមន្តទៅដល់នោះបើឃើញក្មេងខ្មាំងឯណាមិនស្អាតប្រឡាក់ប្រឡូកលោកតែងនាំយកទៅនិទានជាឧទាហរណ៍ឲ្យអ្នកឯទៀតកូនចៅដោយរំលឹកមានតែការកខ្វក់ការប្រឡាក់ប្រឡូក
នឹងនាំឲ្យមានរោគមានជំងឺហើយបើមានជំងឺឆ្លងផងទៀតនោះនឹងឆ្លងស្លាប់អស់ទាំងភូមិមិនខានលោកថាខ្មែរយើងស្លាប់ដោយជំងឺឆ្លងនេះច្រើនលើកមកហើយតាំងពីសង្គមឧត្តមមកស្លាប់ដោយរោគអុតអសន្តរោគអហិវត្តរោគស្ទើររលីងពីស្រុកលោកថាខ្មែរយើងមានគ្នាតិចផងបើស្លាប់ដោយរោគរាតត្បាតស្ទើរពាយដូចនេះទៀតនោះមុខគួរឲ្យស្ដាយពន់ពេកណាស់លោកសូមឲ្យពុទ្ធបរិស័ទសម្អាតកូនចៅនិងរូបកាយជៀសវាងជំងឺផងជាមួយនឹងជីវភាពសង្គមសម័យនោះលោកអាចារ្យហែមជីវតែងតែទាស់ប្រទេសយ៉ាងខ្លាំងព្រោះមិនឃើញមានជនជាតិខ្មែរស្រវាប្រទែងរៀនវិជ្ជាបច្ចេកទេសអ្វីសោះសម័យនោះពួកយន្តការីធ្វើឡានធ្វើម៉ាស៊ីនអ្វីសឹងតែជាជនជាតិយួនសូម្បីអ្នកតខ្សែភ្លើងក៏ជាជនជាតិយួនដែរខ្មែរគ្មានម្នាក់សោះលោកចង់ឲ្យខ្មែរយើងចេះដឹងវិជ្ជាផ្នែកនេះណាព្រោះដូចជាយ៉ាប់ពេកខ្មែរម្ចាស់ស្រុកហើយនោះទៅពឹងគេឲ្យធ្វើការជួសសពបើគ្រឿងជួសជុលឡានតភ្លើងអ្វីដូចនេះដោយគំនិតនេះលោកអាចារ្យហែមជាក៏ចាត់ឲ្យកូនសិស្សលោកជាច្រើនអ្នកទៅរៀននៅសាលាដែកនិងរៀនរឿងខ្ចៅខ្ចងម៉ាស៊ីនភ្លើងនោះទៀតផងកាលនោះមានឈ្មោះប៉ាវជាដើមដែលក្រោយមកក៏ចេះដឹងគ្រាន់បើដែររឿងម៉ាស៊ីនរថយន្តផ្សេងលោកប៉ាវនេះតែងខ្ចីឡានគេបើកជូនលោកអាចារ្យពេលដែលលោកត្រូវគេនិមន្តទៅទេសខេត្តឆ្ងាយសូមបញ្ជាក់ថាសម័យនោះឡានឈ្នួលតិចណាស់ពិបាករងចាំជិះណាស់ហើយទៅមកយូរពេកផងបើគេនិមន្តទាល់តែមុនពេលកំណត់បុណ្យទៅបានមកវិញក៏ដែរគឺរអាក់រអួលណាស់មិនដូចចិត្តទេដំណើរនោះនាំឲ្យខកច្រើនហើយខូចពេលដែលត្រូវបង្ហាត់បង្រៀនសិស្សសាលាបាលីផងលោកមានសិស្សចាំជួយរករថយន្តដូច្នេះជាការស្រួលចង់និមន្តចេញទៅស្មើម៉ោងណាក៏បានមកវិញថ្មើម៉ោងណាក៏បានមិនខាតពេលនឹងធ្វើការនៅភ្នំពេញឯណាសោះព្រះអាចារ្យហែមជាវត្រូវគេនិមន្តខ្វាត់ខ្វែងសម្បើមណាស់និមន្តទេសនិមន្តឲ្យទៅជួយរៀបចំបុណ្យសឹងតែគ្មានសល់អាទិត្យលោកជាអ្នកពូកែចាត់ចែងរៀបចំបុណ្យអ្វីក៏ដោយបុណ្យខ្មោចបុណ្យផ្កាបុណ្យកឋិនបុណ្យជាទម្លាប់របស់ខ្មែរកាលបុណ្យសពញោមព្រះអាចារ្យប៉ែនសុខជាមិត្តនោះក៏មានលោកអាចារ្យហែមជាវជាអ្នកជួយផងដែរសម័យនោះគេត្រូវលោកសម្បើមណាស់ឈ្មោះលោកក៏កាន់តែលេចលឺខ្លាំងឡើងនៅក្នុងស្រុកទេសសម័យនោះទៀតគេល្បីថាសិស្សរបស់ព្រះគ្រូសង្ឃសត្ថាជួនណាតពូកែទេសនឹងចេះដឹងសម្បើមណាស់លុះព្រះសង្ឃសត្ថាឡើងជាងារព្រះពុទ្ធឃោសាចារ្យព្រះអាចារ្យហែមជាវក៏បានងារជាព្រះបាឡាត់ឃោសនិករបស់ព្រះពុទ្ធឃោសាចារ្យតមកកាលនោះលោកគង់ជាមួយនឹងព្រះពុទ្ធឃោសាចារ្យកត់ជាមួយគ្នាគឺកត់មួយស្ថិតនៅខាងក្រោយមហាកត់សម្ដេចព្រះសង្ឃរាជនាវត្តអនឡោមសពថ្ងៃនេះលោកគ្រូអាចារ្យហែមជាវជាអ្នកដឹងគុណមេត្តាបិតាខ្លាំងណាស់លោកឧបត្ថម្ភមេត្តាបិតាដោយសេចក្តីគោរពម្យ៉ាងវិញទៀតចំពោះព្រះពុទ្ធឃោសាចារ្យជួនណាតជាគ្រូនោះក៏លោកគ្រូអាចារ្យហែមជាវគោរពប្រណិប័តណាស់លោកបម្រើគ្រូតាមតែគ្រូត្រូវការក្នុងសម័យមួយនោះឆ្នាំ1939មានលោកគ្រូចៅអធិការមួយអង្គនាមអុកអែមចង់បានសៀវភៅធម៌មួយមុខក្នុងការដែលលោករៀបចំបុណ្យមួយលោកក៏បានអារាធនាព្រះពុទ្ធឃោសាចារ្យរៀបរៀងធម៌នោះដើម្បីលោកនឹងយកទៅបោះពុម្ពចែកជាធម្មទានក្នុងពេលបុណ្យដោយមានការមមាញឹកក្នុងឋានៈលោកជាចាងវាងរោងសាលាបាលីជាន់ខ្ពស់ពុំមានពេលនឹងរៀបរៀងបានព្រះពុទ្ធឃោសាចារ្យជួនណាតក៏ប្រគល់ភារៈឲ្យព្រះបាឡាត់ឃោសនិកហែមជាវរៀបរៀងធម៌ព្រះអាចារ្យហែមជាវក៏ទទួលភារៈដោយសេចក្តីគោរពពេលនោះលោកឆ្លៀតសម្បើមណាស់ព្រោះលោកក៏រវល់ណាស់ដែរអត្ថបទធម៌ដែលលោករៀបរៀងនោះមានចំណងជើងថាទានកថាដែលនិយាយដោយពិស្ដារអំពីការឲ្យទានឈ្មោះទានរបៀបឲ្យទាននិងអានិសង្សរបស់ទានធម៌នោះត្រូវបានពុទ្ធស្នបណ្ឌិតបោះពុម្ពផ្សាយ
តាំងពីឆ្នាំ1939នោះដល់គ្រានេះព្រះអាចារ្យហែមជាវចូលចិត្តធ្វើទានព្រះអាចារ្យហែមជាវពុំមែនជាអ្នកមានសន្សំបានអីទេប្រកាសដែលលោកបានមកពីទេសនាឬបានមកពីគេប្រកេនផ្សេងលោករមែងចែករំលែកឲ្យសិស្សគណៈនិងអ្នកក្រលំបាកដែលលោកបានជួបប្រទះក្នុងធម្មទេសនារបស់លោករមែងរំលឹកដាស់តឿនថៅកែកហបតីអ្នកមានឲ្យមានសទ្ធាជ្រះថ្លាក្នុងការឲ្យទានឲ្យអ្នកមានចិត្តសន្តោសមេត្តាចំពោះអ្នកក្ររួចលោកឆ្លៀតពន្យល់មនុស្សឲ្យមានសមភាពភត្តរភាពឲ្យមានការរាប់រកគ្នាទៅវិញទៅមកកុំប្រកាន់ពូជពងខ្ពស់ទាបមានក្រលោកយល់ថាមនុស្សកើតមកមានវេទនារំដូចគ្នាមានសម្រែកកំលៀនដូចគ្នាមានចំណង់ចង់បានសុខសប្បាយដូចគ្នាដូច្នេះត្រូវតែមនុស្សផ្ដល់សង្គ្រោះចំពោះគ្នានឹងគ្នាផងជាការពិតណាស់ដែលបង្ហាញនៅគំនិតរបស់លោកនេះនៅក្នុងសៀវភៅទានកថារបស់លោកបានសរសេរមួយអន្លើថាពួកសត្វទាំងអស់សុទ្ធតែមានសេចក្តីសុខទុក្ខជាប់ទាក់ទងដោយរាងកាយឬថាមានរាងកាយជាទីអាស្រ័យនៃសេចក្តីទុក្ខដោយគេហដ្ឋានជាទីអាស្រ័យនៅនៃមនុស្សជីវិតដែលតាំងនៅបានក៏ព្រោះអាស្រ័យរាងកាយការគ្រប់គ្រងចិញ្ចឹមរាងកាយដោយអាហារផ្សេងក៏ឈ្មោះថាគ្រប់គ្រងជីវិតការរក្សាជីវិតរបស់មនុស្សទាំងអស់ជាភារៈយ៉ាងធ្ងន់ធ្ងរបំផុតសាច់ឈាមស្បែកសរសៃពណ៌សម្បល់ដែលចម្រើនស្រស់បោះឡើងបានក៏ព្រោះអាស្រ័យអាហារកាលបើប្រឆាចអាហារហើយសន្តៈគឺរូបដែលចម្រើនជាប់តទៅក៏ឈប់ចម្រើនរាងកាយទាំងមូលក៏ស្វិតស្រពោនថយទៅដែរទាំងជីវិតសោតក៏តាំងបានដោយក្រអាហារជារបស់សំខាន់សម្រាប់ប្រុងជីវិតឲ្យប្រព្រឹត្តទៅសំដូចបាលីថាសពេសតាអាហាតរតិកាពួកសត្វរាល់រូបមានជីវិតតាំងនៅបានព្រោះអាហារវត្ថុដតីក្រៅអំពីអាហារនោះទៀតជនជាតិមនុស្សត្រូវមានលំនៅសម្រាប់ជាទីជ្រកកោនសម្ពុតសម្រាប់ស្លៀកដណ្ដប់ថ្នាំសម្រាប់កែរោគក្នុងគ្រាដែលត្រូវការវត្ថុអំបាលនេះសុទ្ធតែជារបស់សម្រាប់ឧបត្ថម្ភទប់ទល់ជីវិតដោយពិតបើប្រះចាករបស់ណាមួយជីវិតរមែងតាំងនៅបានដោយលំបាកជនជាតិមនុស្សលុះតែមានចំណេះវិជ្ជាឬកម្លាំងកាយកម្លាំងបរិបូរណ៍ទើបអាចស្វែងរកអាហារបានបរិភោគរកទីអាស្រ័យនិងគ្រឿងប្រើប្រាស់សម្រាប់ជួយជីវិតបានគ្រប់គ្រាន់ល្អចំណែកមនុស្សដែលគ្មានចំណេះវិជ្ជាខ្សោយកម្លាំងឬឥតគុណសម្បត្តិណាមួយក៏មិនអាចរក្សាជីវិតរាងកាយឲ្យរស់នៅតាមទំនើងខ្លួនឯងបានឡើយមនុស្សបែបនេះត្រូវអាស្រ័យពឹងផ្អែកនឹងអ្នកដទៃឲ្យគេជួយចិញ្ចឹមជីវិតរបស់ខ្លួនជាដរាបគឺឲ្យជួយប្រាប់ឧបាយក្នុងការចិញ្ចឹមជីវិតការរក្សារាងកាយនិងការរក្សាចិត្តឲ្យតាំងនៅដោយល្អព្រោះថាមនុស្សក្នុងលោកទាំងអស់រមែងមានវាសនាឬគុណសម្បត្តិនិងកម្លាំងផ្សេងគ្នាចំណែកខាងមនុស្សដែលខ្សត់ខ្សោយវាសនានិងគុណសម្បត្តិឬខ្សោយកម្លាំងកាយនិងសំងំនៅតាមទំនើងខ្លួនឯងមិនបានត្រូវធ្វើសមាគមរកគប់មនុស្សដែលសម្បូរវាសនានិងគុណសម្បត្តិឬកម្លាំងកាយឲ្យជួយណែនាំបង្ហាត់បង្រៀនជួយជ្រោមជ្រែងរបស់ឬភោជនាហារសម្រាប់ចិញ្ចឹមជីវិតមនុស្សដែលមានវាសនានិងគុណសម្បត្តិខ្ពង់ខ្ពស់ក៏ត្រូវតែទទួលអភិបាលរក្សាមនុស្សដែលនៅតូចទន់ខ្ចីឬថោកទាបជាងខ្លួនដោយកិច្ចបង្រៀនព្រានប្រដៅនិងទ្រព្យសម្បត្តិជាដើមទុនឬអាហារសម្រាប់បរិភោគរាល់ថ្ងៃជាដរាបដោយមេដាបៃតាជាប្រធាននៃបុត្រធីតាការឲ្យអាហារឬគ្រឿងប្រើប្រាស់គ្រប់យ៉ាងនេះជាកល្យាណបវន័យជាទំនៀមមួយដ៏វិសេសជាប់មកតាំងពីមុនពុទ្ធកាលតាមបាលីលោកហៅថាទានៈប្រែថាការឲ្យបុគ្គលខ្លះក្នុងលោកនេះជាអ្នកមានចិត្តអាណិតទោទនទៅរកមនុស្សសត្វដទៃហើយបានឲ្យគ្រឿងបរិភោគដោយសេចក្តីអាណិតតែម្យ៉ាងមិនអាស្រ័យយកកម្លាំងប្រើប្រាស់ការឲ្យទានដូច្នេះហៅថាករណាបុគ្គលខ្លះយល់ច្បាស់នៅរឿងគុណបការៈ
ឬគុណសម្បត្តិរបស់លោកអ្នកមានគុណមានមេត្តាបិតាគ្រូអាចារ្យឬលោកអ្នកទ្រទ្រង់នៅគុណមានសិលគុណជាដើមឬធ្វើទានចំពោះលោកអ្នកមានគុណនោះការឲ្យទានដូចនេះហៅថាបូជាទានឬបដិការទានមនុស្សពួកខ្លះជាអ្នកមានចិត្តទូលំទូលាយចង់ឲ្យប្រយោជន៍ចង់ឲ្យសេចក្តីសុខសេចក្តីចម្រើនដល់អ្នកដទៃដែលញាតិកាសាលោហិតឬមិត្តសម្លាញ់ឬជាមនុស្សរួមជាតិជាមួយគ្នាដែលល្មមទទួលអំណោយការសង្គ្រោះបានហើយចែកទ្រព្យសម្បត្តិជាដើមទុនក្តីគ្រឿងបរិភោគក្តីគ្រឿងប្រើប្រាស់ក្តីដើម្បីទំនុកបំរុងជួយជាកម្លាំងសង្គ្រោះឲ្យកើតប្រយោជន៍ស្មើមុខគ្នាឡើងការឲ្យទានដូចនេះហ่ะអនុកហទានឬសង្កហទាននេះគ្រាន់តែសម្រងខ្លីមួយដែលយើងយកមកចេញពីទានកថារបស់លោកដែលសរឲ្យឃើញថាលោកជាអ្នកឲ្យទាននិងជាអ្នកចូលចិត្តសង្គ្រោះចំពោះគ្នានឹងគ្នាជាពិសេសចំពោះជនរួមជាតិខ្មែរនេះតែម្ដងនេះគឺជាតម្លៃនៃគុណធម៌របស់លោកមួយផ្នែកយ៉ាងសំខាន់នៅក្នុងពេលនោះដែលប្រទេសយើងនៅក្រោមអំណាចបារាំងមានអ្នកស្នេហាជាតិមួយចំនួនមានចិត្តមោះមុតឥតខ្លាចគុកច្រវាក់ឥតខ្លាចស្លាប់ឥតខ្លាចចោលស្រុកបានលោបលាក់បបួលគ្នាធ្វើការតស៊ូប្រឆាំងនឹងបារាំងក្នុងបណ្ណាវីរជនទាំងនោះមានលោកសឹងឧឋានជាមេដឹកនាំបាននាំគ្នាធ្វើបដិវត្តឡើងការបដិវត្តនេះត្រួតត្រាយឡើងក្នុងឆ្នាំ1936តាមផ្លូវសារព័ត៌មាននេះមានគោលបំណងសរសេរដាស់តឿនក្រើនរំលឹកប្រជាជនខ្មែរពេលនោះឲ្យមានសេចក្តីសង្ឃឹមឲ្យមានសេចក្តីក្លាហានរាប់រយពន្យល់អំពីតម្លៃនៃឯករាជ្យប្រទេសឲ្យចេះតស៊ូប្រជាជនខ្មែរគ្រានោះកាលបើបានឃើញកាសែតនេះក៏ដូចជាមានស្មារតីភ្លឺថ្លាគ្រប់គ្នាចេះស្រឡាញ់សិទ្ធិសេរីភាពឯករាជ្យស្រុកទេសឡើងពួកបដិវត្តគឺពួកអ្នកសារព័ត៌មាននគរវត្តចំនួននោះមានប្រជាប្រិយភាពណាស់មានព្រះសង្ឃអ្នកស្រែចម្ការរន្ត្រីរាជការស្រឡាញ់រាប់អានកាន់តែច្រើនហេតុការណ៍ទាំងនោះនាំឲ្យរាជការអាណាព្យាបាលមានការចាប់អារម្មណ៍ហើយក៏ចាប់ផ្ដើមតាមដានសកម្មភាពរបស់ពួកនោះជាលំដាប់ចំណែកអត្ថបទដែលសរសេរប៉ះពាល់ខ្លាំងៗលើរាជការឬវិចារណកថាល្អៗរំលឹកខ្មែរឲ្យចេះស្រឡាញ់ជាតិក៏ត្រូវគេដកចេញមិនឲ្យផ្សាយដូច្នេះជួនកាលកាសែតចេញក្រដាសសទៅទេត្រង់កន្លែងគេដកនោះការនេះជាញឹកញយណាស់ដោយយល់ឃើញថាគ្រាន់តែផ្សាយដំណឹងបណ្ដោះបណ្ដាលស្មារតីខ្មែរឲ្យចេះយល់ដឹងឬជាតិតាមផ្លូវសារព័ត៌មានប៉ុណ្ណោះពុំគ្រប់គ្រាន់ទេដោយបារាំងចេះតែដកអត្ថបទល្អៗចេញមិនឲ្យផ្សាយនោះទើបលោកសឹងអុកថាញ់ជំនុំគិតជាថ្មីរកមធ្យោបាយមួយផ្សេងទៀតបន្ថែមលើផ្លូវសារព័ត៌មាននេះគឺបំបែកឲ្យក្រុមដាល់តាក់ទងផ្ទាល់នឹងប្រជារាស្ត្រនិងក្រុមទាហានជើងក្រហមទាហានជើងខ្មៅព្រមទាំងឃោសនារកប្រកាសមកបន្តសកម្មភាពបដិវត្តទៀតផងក្រុមនេះមានលោកសឹងឧឋានជាមេនិងមានលោកវណ្ណាច័ន្ទមុលលោកនួនឌួងនិងលោកជុំមួងលាក់ជាសមាជិកគឺចំនួននេះឯងហើយដែលព្រះអាចារ្យហិតត្រូវបានមានឈ្មោះរាប់បញ្ចូលទៅក្នុងក្រុមនេះដែរដែលត្បិតកាលការដែលល្បីរបស់លោកខាងផ្នែកទេសនានិងខាងបណ្ដុះគំនិតថ្មីនោះនាំឲ្យពួកបដិវត្តនឹកឃើញលោកភ្លាមហើយចូលទៅប្រស្រ័យតាក់ទងភ្លាមសូមឲ្យលោកជួយក្នុងផ្នែកឃោសនាអប់រំពន្យល់ប្រជាពលរដ្ឋនេះឯងសម័យនោះទាហានជើងក្រហមនិងទាហានជើងខ្មៅចេះតែទាស់ទែងគ្នាដោយប្រកាន់បពួកបារាំងជាមេទ័ពក៏សូមឲ្យមានព្រះសង្ឃខ្មែរទៅទេសនាទូលមានទាហានទាំងនោះគ្រប់បន្ទាយក្នុងមួយខែម្ដងដើម្បីអប់រំឲ្យមានសិលធម៌និងកិរិយាមាយាទល្អការតចាត់ព្រះសង្ឃឲ្យទៅទេសនាឬធ្វើសន្និសីទដើម្បីអប់រំទាហានតាមលទ្ធិពុទ្ធសាសនាជាភារៈលើពុទ្ធសាសនបណ្ឌិតជួនកាលមានចាត់ព្រះសង្ឃឲ្យទៅទេសនារហូតដល់មកជាដើមកាលនោះលោកសឹងអឋាញ់ធ្វើការនៅពុទ្ធសាសនបណ្ឌិត
និងព្រះរាជបណ្ណាល័យដែលរួមអាគារជាមួយគ្នាជំនួសក្រមការជុំម៉ៅដែលផ្លាស់ចេញក្រោមបង្គាប់នាងកញ្ញាជាតិបារាំងម្នាក់ឈ្មោះ Mel Capellas ដែលមានឋានៈជាអគ្គលេខាធិការនៃពុទ្ធសាសនបណ្ឌិតនិងជាអ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យលោកសឹងឧទ្ធាញទទួលភារៈជាអ្នកចាត់ចែងព្រះសង្ឃឲ្យទៅទេសនាប្រដៅទាហានជួសនាងកញ្ញា Capellas ម្ល៉េះហើយជាឱកាសល្អរបស់លោកជ្រើសរើសតែព្រះសង្ឃណាដែលស្នេហាជាតិមុតមមនិងបានវោហាក្បោះក្បាយក្នុងការពន្យល់បញ្ចុះបញ្ចូលទាហានដោយអាស្រ័យធម្មទេសនាពេលនោះព្រះអាចារ្យហែមជាវក៏ត្រូវបានលោកសឹងឧទ្ធាញជ្រើសរើសឲ្យទៅបំពេញបេសកកម្មនេះលោកអាចារ្យហែមជាវបានទេសនាពន្យល់ទាហានជើងក្រហមទាហានជើងខ្មៅឲ្យគ្នារាល់ដងលោកបានបង្ហាញឲ្យដឹងថាយើងទាំងអស់គ្នាសុទ្ធតែខ្មែរមានសាច់ឈាមដូចគ្នាបីដូចកូនដែលកើតមកពីម្ដាយតែមួយយើងមិនគួរទាស់ទែងខ្វែងគំនិតគ្នាទេរួចលោកតែងតែឆ្លៀតទេសនាបញ្ជារំលឹកឲ្យដឹងថាការទាស់ទែងខ្វែងគំនិតគ្នានេះមុខគួរឲ្យស្ដាយណាស់ព្រោះគ្មានប្រយោជន៍អ្វីសោះដល់រូបយើងត្បិតយើងនៅក្រោមអំណាចគេគ្រប់គ្នាទាស់ទែងគ្នាទៅក៏មិនឃើញនរណាគ្រាន់បើជាងនរណាដែរបីដូចជាមន់ប្រជុលតើបានប្រយោជន៍អ្វីក្រៅពីការទទួលឈឺចាប់ធ្លុះធ្លាយរោមសាបឈាមដាបពេញខ្លួននោះឯការចំណេញគឺបានទៅលើមនុស្សដែលជាម្ចាស់នោះទៅវិញទេហើយអំពើនេះលោកប្រព្រឹត្តមករហូតដល់ឆ្នាំ1942ដោយការទេសនាបញ្ឆិតបញ្ឈៀងនេះទាហានខ្មែរទាំងឡាយក៏សឹងបានច្រើនហើយកាន់តែស្គាល់ព្រះអាចារ្យហែមជាវកាន់តែច្រើនឡើងគេក៏បានភ្លឺថ្លាស្មារតីឡើងជំនាន់នោះទាហានខ្មែរយើងស័ក្តិធំបំផុតត្រឹមព្រឹណបាលឯចំណែកគិញបារាំងតែងឃ្លាំសកម្មភាពរបស់ក្រុមបដិវត្តនោះក៏តែងកត់សម្គាល់នៅការដែលលោកអាចារ្យហែមជាវទេសនានោះជាប្រក្តីដែរវាដឹងថាលោកគ្រូនេះមានគំនិតបដិវត្តហើយតែវាពុំទាន់បានចាប់ថ្នាក់បាននៅឡើយចាំសង្កេតតទៅទៀតសូមជម្រាបថានៅឆ្នាំ1940អ្នកដឹកនាំបដិវត្តបានតាក់ទងនឹងកងទ័ពជប៉ុនដែលទើបនឹងចូលមកដល់លោកសឹងឧទ្ធាញបានទៅតាក់ទងយ៉ាងសម្ងាត់ជាមួយនឹងមេទ័ពជប៉ុនតាមរយៈមេហាងឈ្មោះជាយណង់គូស៊ីដែលតាំងនៅមុខផ្សារចាស់នៅជ្រុងផ្លូវពីកេផ្លូវអុកញ៉ាថ្លុងនិងជ្រុងផ្លូវអូហ៊ីយ៉េពោតកំបោរដើម្បីសុំជំនួយកងទ័ពរបស់ជប៉ុនឲ្យគេជួយធ្វើអន្តរាគមន៍ផងប្រសិនបើមានការឆ្លោះឆ្លួយបែកករណីដឹងដល់បារាំងនឹងធ្វើបាបនោះមេហាងជេណាន់ស៊ូគីនោះគឺជាមេហាងរបស់ជប៉ុនតាំងសម្រាប់ធ្វើចារកម្មស៊ើបការចំនួនកងទ័ពបារាំងនៅស្រុកខ្មែរដែរមេហាងជេណាន់ស៊ូគីព្រមព្រៀងជួយយើងដោយបញ្ជាក់ប្រាប់លោកសឹងឧទ្ធាញថាបើឆ្លោះឆ្លួយដោយហេតុការណ៍ណាមួយនោះត្រូវតែប្រញាប់ប្រញាល់រត់ចូលទៅកងទម្រួតយោធាជប៉ុនគឺកន្លែងសង់ជាធនាគារជាតិកម្ពុជាសពថ្ងៃនេះគេការពារយើងមិនឲ្យបារាំងចាប់បានលោកសឹងឧទ្ធាញក៏ប្រាប់លោកអាចារ្យហែមជាវនិងអ្នកអស់ឯទៀតឲ្យដឹងគ្រប់គ្នាលោកគ្រូអាចារ្យហែមជាវតែកាលណាមានឱកាសនិមន្តចេញទៅខេត្តក្រៅតាមការនិមន្តរបស់គេឬដោយមានការអ្វីលោកតែងតែឆ្លៀតយល់បំភ្លឺអ្នកស្រុកអ្នកស្រែឲ្យស្រឡាញ់ជាតិឲ្យអង្អាចឲ្យស្រឡាញ់សេរីភាពការពន្យល់បំភ្លឺរបស់លោកធ្វើឲ្យប្រជាពលរដ្ឋមានការភ្ញាក់រលឹកកាន់តែខ្លាំងឡើងហើយគេនាំគ្នារៃអង្គាសប្រកាសដោយជ្រះថ្លាចូលជាកុសលចំពោះរូបលោកដើម្បីនឹងយកទៅចាត់ចែងជាប្រយោជន៍ក្នុងការបដិវត្តថែមទៀតផងតាំងពីបានចូលខ្លួនជាអ្នកឃោសនាដើម្បីរំដោះស្រុកទេសនោះមកលោកគ្រូអាចារ្យហែមជាវត្រូវបានគិញបារាំងតាមដានយ៉ាងស្វិតស្វាញដូចជាគេធ្វើឡើងជាមួយអ្នកនយោបាយឯទៀតមានលោកសឹងឧទ្ធាញជាដើមនោះដែរគិញបារាំងតែងរាយការណ៍ប្រាប់ចវាយនីរបស់គេរាល់ពេលដែលមានរឿងប្លែកៗកើតឡើងភ្ញៀវដែលចេញចូលតាក់ទងនឹងលោកគ្រូអាចារ្យហែមជាវជាញឹកញយនោះគឺមានលោកសឹងឧទ្ធាញចៅសែនកុសលជុំស៊ុនវ៉ាប៉ាជឿនលោកតិចតាន់ម៉ៅនិងទាហានជើងខ្មៅជើងក្រហមខ្លះទៀតព្រះអាចារ្យហែមជាវលោកជាអ្នកមានមេនះ
និងក្លាហានណាស់សូម្បីមិត្តភក្តិលោកប្រាប់លោកឲ្យប្រយ័ត្នគេធ្វើបាបយ៉ាងណាក៏ដោយការមួយទៀតដែលមាននាំឲ្យលោកមានរឿងកាន់តែច្រើនគឺលោកមិនខ្លាចនឹងនិមន្តទៅទេសនានៅកន្លែងពុទ្ធបរិស័ទណាដែលស្អប់លោកទេឲ្យតែគេនិមន្តគឺលោកនិមន្តទៅលោកជាបុព្វជិតផ្នែកគណៈមហានិកាយទេសល្បីល្បាញតើគេអ្នកប្រកាន់បុរាណនោះធ្វើម្ដេចនឹងសប្បាយចិត្តដោយសារមានឈ្មោះល្បីល្បាញគ្រប់មជ្ឈដ្ឋានដូច្នោះហើយបានជាលោកគ្រូអាចារ្យហែមជាវត្រូវបានคล้ายខ្លួនជាទិសដៅនៃចុងព្រួញរបស់គិញបារាំងនិងពួកអ្នកស្អប់គិញបារាំងជាពិសេសដែលគេត្រូវការយកឈ្នះយកស័ក្តិរបស់គេផងគេក៏ខំធ្វើការទាល់តែបានសម្រេចគេយករឿងព្រះអាចារ្យហែមជាវដែលគេស្ដាប់បានទាំងប៉ុន្មានទៅជម្រាបចៅហ្វាយរបស់គេចៅហ្វាយគិញកាលនោះឈ្មោះ Bridgeton មួយទៀតឈ្មោះសំព្រៃនៅក្នុងសេចក្តីរាយការណ៍របស់គេគឺថាលោកអាចារ្យហែមជាវជាមេដឹកនាំទាហាននិងរាជខ្មែរឲ្យបះបោរប្រឆាំងបារាំងគ្រានោះគេក៏ចាត់ទាហានខ្មែរចំនួន15នាក់ឲ្យទៅតាមយ៉ាងស្ងាត់កុំឲ្យបែកការនៅថ្ងៃទី17កក្កដាឆ្នាំ1942ពេលព្រឹកនៅនាយកដ្ឋានរដ្ឋមន្ត្រីគេឃើញចាងវាងគិញម្នាក់និងលេខាធិការខ្មែរ2នាក់កាន់សំណុំរឿងមួយដុំធំបានរាយការណ៍ជម្រាបលោកអឹងអ៊ីនាយករដ្ឋមន្ត្រីព្រមទាំងលោកទាសានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងធម្មការនិងមន្ត្រីឯទៀតក្រោយដែលបានជំនុំគ្នាមកលោកទាសានបានបញ្ជាទៅលោកជំនួងដែលពេលនោះធ្វើកិច្ចការក្រោមបង្គាប់លោកឲ្យទៅនិមន្តលោកគ្រូអាចារ្យហែមជាវមកលោកជំនួងក៏ទៅវត្តអណាឡោមជួបនឹងលោកគ្រូអាចារ្យហែមជាវហើយទូលនិមន្តតាមលោករដ្ឋមន្ត្រីប្រើព្រះអាចារ្យហែមជាវនឹកប្លែកដែរសួរទៅលោកជំថាតើលោករដ្ឋមន្ត្រីនិមន្តទៅធ្វើអ្វីលោកជំក៏ទូលតាមដំណើរដែលបានឃើញបារាំងមកជំនុំតែពុំបានដឹងជារឿងអ្វីទេក្រោយដែលបានចូលទៅបំពេញកិច្ចនៅរោងពុម្ពសារព័ត៌មាននគរវត្តរួចមកលោកគ្រូអាចារ្យហែមជាវនិងលោកជំនួងក៏ធ្វើដំណើរមកនៅតាមផ្លូវព្រះអាចារ្យហែមជាវមានពុទ្ធដីកានឹងលោកជំនួងថាប្រហែលគេនិមន្តទៅនេះដើម្បីសួរព័ត៌មានសកម្មភាពរបស់យើងហើយបើគេសួរយើងឆ្លើយប្រកែកថាតែមិនដឹងទៅរួចលោកមានពុទ្ធដីកាទៀតថាលោកសឹងលោកថាញ់មានផ្ដាំនឹងថាបើបារាំងវាដឹងរឿងត្រូវយើងប្រញាប់រត់ចូលទៅឯមន្ទីរកងអាវុធហត្ថជប៉ុនទៅរួចខ្លួនលោកអាចារ្យហែមជាវនិងលោកជំនួងយល់ឃើញថាច្បាស់ជាបារាំងវាដឹងរឿងសម្ងាត់ខ្លះហើយពេលនេះប្រហែលជាវាពុំទាន់ធ្វើអ្វីទេវាគ្រាន់តែហៅទៅសួរទេមើលទៅលោកអាចារ្យហែមជាវនិងលោកជំនួងទៅដល់សាលសន្និសីទគណៈរដ្ឋមន្ត្រីលោកអាចារ្យហែមជាវចូលតែមួយអង្គលោកទៅក្នុងកន្លែងប្រជុំក៏ជួបនឹងអស់លោកបារាំងនិងខ្មែរកំពុងរងចាំលោកពុំទាន់បានសាកសួរដូចម្ដេចផងស្រាប់តែលោកទាសាននិយាយមកថាខ្ញុំករណាឲ្យគេនិមន្តមកនេះគឺដើម្បីសុំផ្សឹកព្រះតេជគុណតែម្ដងព្រោះព្រះតេជគុណមានទោសដោយបានបំបះបំបោរទាហាននិងប្រជារាស្ត្រឲ្យប្រឆាំងនឹងរាជការអាណាព្យាបាលហើយលោករដ្ឋមន្ត្រីនេះបង្គាប់ទៅបម្រើអាវមួយសម្រាប់មកលោកអាចារ្យហែមជាវស្រឡំកាំងថ្មឹងបន្តិចទើបសួរថាអាត្មាមានបំបះបំបោរពីកាលណាមានផុសតាំងត្រង់ណាដែលថាអាត្មាបំបះបំបោរនោះលោកទាសានតបថារាជការអាណាព្យាបាលបានតាមសកម្មភាពរបស់ព្រះតេជគុណយូរណាស់មកហើយគេឃើញព្រះតេជគុណប្រព្រឹត្តនោះច្បាស់លាស់ណាស់ច្រើនកន្លែងណាស់ឥឡូវនេះខ្ញុំប្រកាសណាមិនអាចនឹងទូលព្រះតេជគុណអ្វីទៀតទេគឺសុំតែផ្សឹកព្រះតេជគុណតែប៉ុណ្ណោះឲ្យទៅជាក្រហោះដើម្បីរាជការនឹងស៊ើបសួរតាមច្បាប់តទៅទៀតព្រះអាចារ្យហែមជាវបាត់ព្រះអស់ត្រឹមនោះលោកយល់ថាអំពើរបស់លោកទាំងប៉ុន្មាននោះមានប្រតិកម្មហើយតាអំពើណាមានប្រតិកម្មអំពើនោះមានតម្លៃខ្ពស់បំផុតត្រូវតែពេញចិត្តនឹងទទួលយកផលរបស់អំពើនោះចុះពេលនោះខំដោះស្បង់ជាពលលោកហើយឲ្យលោកស្លៀកខោអាវដែលជាប្រដាប់បិទបាំងកាយរបស់ក្រហោះសុទ្ធសាធ
គ្រាន់តែខ្លាចខ្លួនជាក្រហោះសាមញ្ញភ្លាមតម្រួតក៏នាំលោកចេញពីកន្លែងនោះចុះទៅរកឡានដែលចតចាំឯក្រៅរួចបើកបរចេញវឹងទៅមួយរំពេចលោកជំមួងឃើញដូច្នោះធ្លាក់ថ្លើមក្តុកនឹកថាគេយកលោកអាចារ្យហែមជីវទៅធ្វើទោសប្រកាសហើយចេញម៉ោងធ្វើការលោកជំមួងក៏រត់ទៅជម្រាបលោកសឹងឧថាញ់លោកសឹងឧថាញ់ក៏ប្រាប់ថាឲ្យប្រយ័ត្នខ្លួនរឿងយើងបែកការហើយបារាំងប្រកាសជាតាមចាប់យើងខ្លះទៀតឲ្យឆាប់រត់ចូលទៅកន្លែងកងអាវុធហត្ថជប៉ុនជាប្រញាប់ព្រមគ្នានឹងពេលចាប់លោកអាចារ្យហែមជីវនោះបារាំងក៏បានចាប់ខ្លួនលោកនួនដួងនាំយកទៅទៀតផងដែរនៅឯកុដិរបស់លោកគ្រូអាចារ្យហែមជីវឯណោះវិញក្រោយគេនិមន្តលោកទៅផុតដើម្បីផ្សឹកនោះពួកគិញបារាំងយួនខ្មែរក៏តាំងចូលឆែកឆេរកកូកកាយអស់ពេលប្រហែល2ម៉ោងដើម្បីរកឯកសារដែលគេត្រូវការពេលនោះគេឃើញពួកទាំងនោះរើកកាយទស្សនាវដ្តីកាសែតសៀវភៅធរនិងក្រដាសស្នាមផ្សេងបាច់សាច់ពីសពេញនៅមុខកុដិហើយគេយកតែឯកសារណាសំខាន់នឹងរូបថតរបស់លោកគ្រូហែមជីវតែប៉ុណ្ណោះសកម្មភាពឆែកឆេរយ៉ាងពិនិត្យពិច័យនេះនាំឲ្យអ្នកឈរមើលសម្គាល់ឃើញថាគេនឹងតាមចាប់អ្នកដទៃទៀតដែលមានការតាក់ទងនឹងព្រះអាចារ្យហែមជីវដែលគេបានឃើញក្នុងសម្បត្តិស្នាមផ្សេងនោះតទៅទៀតពុំខានដូច្នេះអ្នកដែលខ្លាចមានទោសឥតជំរះសឹងរួចខ្លួនគ្រប់គ្នាខ្លះកិច្ចភៀសខ្លួនខ្លះទៀតមានរូបថតព្រះអាចារ្យហែមជីវនោះពុំហ៊ានទុករូបថតនោះទេគេប្រមូលដុតចោលសូម្បីស្រឡាញ់រាប់អានយ៉ាងណាក៏ដោយត្បិតខ្លាចបារាំងតាមស៊ើបអង្កេតសម្បើមណាស់សូមបន្ថែមថាមុននឹងមានការចាប់លោកអាចារ្យហែមជីវនេះសម្ដេចព្រះសង្ឃរាជសពថ្ងៃគឺសម្ដេចសង្ឃរាជជួនណាតកាលនោះលោកបានសុបិនឃើញថាមានរន្ទះបាញ់ត្រូវចិត្តដីធំនៅវត្តអូណាឡោមផងហើយលោកជ្រាបថាប្រកាសជាមានរឿងធំហើយរឿងបារាំងចាប់លោកអាចារ្យហែមជីវមានប្រតិកម្មផ្អើលរំជួលឡើងក្នុងបណ្ដាព្រះសង្ឃនិស្សិតនៃសាលាបាលីជាន់ខ្ពស់និងវត្តនានាដែលជាមិត្តភ័ក្តិនិងជាសិស្សរបស់លោកឯក្រុមអ្នកបដិវត្តក៏ប្រញាប់ចាក់ការផ្សាយដំណឹងនេះថែមទៀតទៅគ្រប់វត្តជិតឆ្ងាយតាមមធ្យោបាយដែលអាចធ្វើទៅបានអ្នករត់ការស្វិតស្វាញកាលនោះមានលោកប៊ុនច័ន្ទមុលលោកថាញ់សម្រេចថាត្រូវធ្វើបាតកម្មស្រុះគ្នាជាសន្តិវិធីមួយដើម្បីទាមទារឲ្យបារាំងដោះលែងលោកអាចារ្យហែមជីវនិងលោកនួនដួងមកវិញបាតកម្មនោះត្រូវធ្វើនៅថ្ងៃទី20ខែកក្កដាឆ្នាំ1942វេលាព្រឹកដោយចាត់ឲ្យព្រះសង្ឃឆាន់ពេលព្រឹកឲ្យហើយក្នុងបាតកម្មនោះឥតត្រូវឲ្យមានអាវុធដំបងប្រណុងអ្វីទាំងអស់គឺឲ្យដង្ហែចេញទៅសុំពីបារាំងដោយសន្តិភាពបើបារាំងធ្វើបាបឲ្យទាំងអស់គ្នាខិតខំអត់ធ្មត់សង្កត់ចិត្តកុំប្រឆាំងវាយតបវិញឲ្យសោះការយ៉ាងណាទៀតមានជប៉ុនជាអ្នកចាំជួយធ្វើអន្តរាគមន៍ហើយលោកប៊ុនច័ន្ទមកក៏នាំកំចាត់មកប្រាប់គ្នាជាពិសេសលោកប៉ាឈឿនលុះដល់ថ្ងៃកំណត់ពេលព្រឹកនោះព្រះសង្ឃបានចេញពីគ្រប់វត្តជិតឆ្ងាយមកផ្ដុំនៅមួយកន្លែងវត្តអូណាឡោមមួយកន្លែងទើបចេញដំណើរជាក្បួនដើរតម្រង់ទៅកាន់ទីរេសដង់នៅខាងលិចវត្តភ្នំដោយរបៀបរៀបរយនៅខាងមុខក្បួនមានបដាសរសេរថាសូមឲ្យដោះលែងលោកអាចារ្យហែមជីវនិងលោកនួនដួងមកវិញនិងជ័យយោព្រះពុទ្ធសាសនាជាដើមលោកប៉ាឈឿនជាអ្នកនាំមុខទៅដល់ទីរេសដង់បារាំងមិនព្រមបើកឲ្យចូលទៅពីគ្រោះកាលឡើយក៏កើតទៅជំរុញរុញច្រានទៅវិញទៅមកបតករុញប៉ូលីសបារាំងទៅមុខពួកនោះរុញឲ្យថយក្រោយមកវិញឯលោកប៉ាឈឿនដែលចូលខកទៅក្នុងទីនោះក៏ត្រូវពួកគិញបារាំងចាប់អូសចូលទៅបាត់ការនោះនាំឲ្យបតកឯក្រៅកើតជ្រួលច្របល់ស្រែកថាវាចាប់គ្នាយើងម្នាក់ទៀតហើយវាមិនចរចានឹងយើងទេត្រូវចូលទៅជួយរំដោះគ្នាយើងមកវិញទើបរុញជំរុញទៅមុខយកតែខ្លាំងមែនទែនធ្លាយរបងរបាំងបារាំងមួយផ្នែកពួកបារាំងអត់ពុំបាន
ក៏តាំងច្រានមកវិញដោយប្រើដំបងមកលើបាតកោតែម្ដងពួកបាតកោមានការឈឺចាប់ក៏សន្ធប់ទៅវិញដោយវាយពួកនោះនឹងកូនតឹងព្រះសង្ឃខ្លះក៏បុកនឹងចុងឆាត់ត្រូវក្បាលបារាំងបែកឈាមប្រហាមមួយរំពេចបាតកម្មនេះคล้ายដោយស្វ័យប្រវត្តិជាអតិកោប្រកັບប្រចាក់គ្នាដោយកម្លាំងពេញបន្ទប់ពួកបារាំងនៅខាងក្នុងក៏ប្រញាប់និយាយទូរស័ព្ទហៅគ្នាមកបន្ថែមជំនួយរំពេចនោះតម្រួតអាវុធគ្រប់ដៃចំនួន2ឡានមកដល់ភ្លាមពួកបាតកោឃើញថាតស៊ូមិនឈ្នះក៏តាំងដោះដៃរត់ចេញពួកប្រដាប់អាវុធបំបែកវងបាតកោបានតាំងដេញចាប់បាតកោព្រឹកព្រះសង្ឃក៏តាំងបែកខ្ញែកខ្លះចោលឆាត់ខ្លះចោលស្បង់កិច្ចតែអាត្មាខ្លាចបារាំងចាប់បាតកម្មថ្ងៃនេះត្រូវកងកម្លាំងរំលែកទៅឯពួកតម្រួតយោធាជប៉ុនក៏មិនហ៊ានជួយអ្វីដែរព្រោះខុសគម្រោងការដែលថាឲ្យធ្វើបាតកម្មដោយសន្តិភាពនោះអស់ទៅហើយអ្នករួមបាតកម្មមេគេត្រូវបារាំងតាមចាប់តទៅទៀតខ្លះរត់ចូលទៅឯវត្តខ្លះចូលទៅស្រែចម្ការខ្លះរបូតទៅដល់ស្រុកសៀមខ្លះត្រូវបារាំងចាប់បានក្នុងពេលក្រោយមកដូចជាលោកប៊ុនច័ន្ទមុលព្រះភិក្ខុបាំងខាត់ជាដើមការរំជើបរំជួលនេះនាំឲ្យរដ្ឋាភិបាលអាណាព្យាបាលបិទសាលាបាលីជាន់ខ្ពស់នៅថ្ងៃទី18ខែសីហាឆ្នាំ1942ហើយបើកឡើងវិញនៅថ្ងៃទី1ខែធ្នូឆ្នាំ1942បន្ទាប់ពីបានចាត់ការឲ្យមានរបៀបរៀបរយហើយនោះមកឯលោកអាចារ្យហែមជាវនិងនួនដួងនោះត្រូវពួកគិញបារាំងយកទៅសាកសួរនៅពុយកោគិញឲ្យថតរូបនិងផ្ដិតដៃទុកក្រោយមកទៀតមានរូបលោកប៉ាឈឿនម្នាក់ទៀតដែលទើបនឹងចាប់បានក្រោយដែលបានសាកសួរហើយគេបញ្ជូនទៅនៅគុកធំទាំងអស់គ្នានៅក្នុងគុកធំមានទុក្ខវេទនាធំណាស់រោគពាក្យថ្លែងពុំបានគេដាក់ខ្នោះឲ្យនៅដេកផ្ទាល់នឹងឥដ្ឋក្នុងបន្ទប់ងងឹតឈឹងពេលបាយទឹកអាហារទាំងអស់សុទ្ធសឹងផ្អូមជូរចានដាក់បាយនោះគឺជាចំណោកដែលគេធ្លាប់ជោគឈាមមកតាមចង្អូបង្គន់គេយកចានរបៀបនេះមកដាក់បាយឲ្យបរិភោគលោកអាចារ្យហែងជាវលោកពុំទទួលទានល្ងាចទេដោយកាន់ខ្លួនថាជាសង្ឃដដែលនៅក្នុងគុកធំនោះមានធានាស្មើឋាននរករោងទារុណកម្មនៅលើទីនោះប្រមាណ10ថ្ងៃទើបគេបញ្ចេញហើយគេដាក់ខ្នោះដៃនាំឡើងរថយន្តមួយចេញទៅទាំង3នាក់នេះមិនដឹងជាគេនាំទៅណាទៀតទេស្រាប់តែរថយន្តនេះឆ្ពោះទៅឈប់នៅកំពង់ផែកប៉ាល់ក្រោមទីពីយ៉រនៅមុខផ្ទះលោក Resident Superior ដែលឥឡូវនេះជាវិមាននៃរដ្ឋាភិបាលដល់មកត្រង់នេះទើបរាល់គ្នាភ្ញាក់ព្រឺតដឹងថាគេបញ្ជូនទៅព្រៃនគរហើយគេឲ្យចុះពីលើរថយន្តហើយបណ្ដាលចុះកប៉ាល់គេឲ្យចុះទៅក្នុងក្លុបកប៉ាល់ដែលងងឹតឈឹងលែងដឹងទិសដៅតំបន់អ្វីទាំងអស់ឯដៃនិងជើងគេដាក់ខ្នោះដដែលអ្នកដែលបារាំងចាប់ទាំងប៉ុន្មានក្នុងរឿងជាមួយគ្នានេះដែលជាប់ឃុំនៅទីទីពីគ្នាស្រាប់តែជួបគ្នានៅក្នុងកប៉ាល់តែម្ដងមិនដឹងជាប៉ុន្មានម៉ោងទេកប៉ាល់បើកចេញទៅនោះទាំងអស់គ្នាដូចជាក្នុងអន្លង់យប់ជ្រៅងងឹតរកពន្លឺគ្មានលុះត្រាតែកប៉ាល់ឈប់តែម្ដងទើបគេដឹងថាដល់ដំណាក់ហើយបន្ទាប់ពីកប៉ាល់ឈប់មកពួកម៉ាត់ឡូក៏មកបើកឃ្លុបមានពន្លឺចូលគេនាំគ្នាបញ្ចេញទាំងអស់គ្នាឲ្យឡើងមកលើរួចបញ្ជូនតាមឡានទៅទៀតទៅឈប់នឹងអាគារធំចង្ក្រឹងមួយមានផ្លាកសរសេរជាអក្សរបារាំងធំថា Prison Central ទើបរាល់គ្នាដឹងថានេះគឺជាគុកធំនៃព្រៃនគរហើយរំពេចនោះគេបណ្ដាលចូលទៅក្នុងគុកនោះភ្លាមគេឲ្យផ្លាស់សម្លៀកបំពាក់ចាស់ចេញឲ្យស្លៀកពាក់ខោអាវខាងគុកគេវិញរួចនាំចូលទៅក្នុងសាលនៅជាន់ទី4សាលលេខ3គុកធំនោះមានអាគារតូចធំជាច្រើនខ្លះ1ជាន់ខ្លះ2ជាន់
អាគារដែលធំហើយវែងជាងគេមាន2សង់ជា4ជាន់អាគារទាំងអស់ផ្នែកទី1នៃសាលធំគេឲ្យមនុស្សទោសខ្មែរនៅឯផ្នែកទី2សម្រាប់អ្នកទោសយួនលោកអាចារ្យហែមជីវលោកនួនដួងលោកប៉ាឈឿនសន្តាហេវហត់រវើយណាស់ទៅហើយនោះត្រូវបញ្ជូនឲ្យទៅខាងខ្មែរពេលដែលចូលទៅដល់នោះបារាំងជាអ្នកនាំបានទៅនិយាយនឹងខ្មែរម្នាក់ដែលមានរាងមៀតមមក្រអាញរាល់គ្នាយល់ថាប្រហែលជាកាប៉ារ៉ាល់គុកនៅទីនេះនៅក្បែរអ្នកនោះឯងមានអ្នកទោសមៀតមម4ទៅ5នាក់ថែមទៀតអមក្នុងពេលអ្នកទាំង3អ្នកកំពុងឈួរពិនិត្យមើលគេនោះស្រាប់តែមានអ្នកទោសផ្សេងម្នាក់ដើរមកជិតលោកអាចារ្យហែមជីវហើយខ្សឹបតិចថាណែខ្ញុំអាណិតអ្នកឯងណាស់ខ្ញុំសូមប្រាប់អ្នកឯងឲ្យដឹងខ្លួនមុនកុំឲ្យគេធ្វើបាបទណ្ឌខ្ញុំសូមប្រាប់ថាអ្នកដែលបារាំងកំពុងនិយាយរកនេះគឺកាប៉ារ៉ាល់ត្រួតត្រាអ្នកទោសខ្មែរគាត់កាចសាហាវណាស់គេហៅគាត់ថាដៃបែវតាមពាក្យយួនកាប៉ារ៉ាល់នោះជាខ្មែរកម្ពុជាក្រោមជាទាហានជាប់ទោសយូរហើយពួកអ្នកឯងចូលទៅត្រូវមានការគោរពសំពះគាត់ដោយស្ដេចហើយត្រូវពោលពាក្យសុំជ្រកកោនគាត់ផងទើបសុខខ្លួនបើមិនដូច្នោះទេនឹងត្រូវពួកគាត់វេដំច្រំធាក់ឥតប្រណីឥឡូវហ្នឹងនិយាយប្រាប់ដូច្នោះហើយអ្នកទោសនោះគេចខ្លួនបាត់ទៅឯព្រះអាចារ្យហែមជីវក៏រហ័សកេះប្រាប់លោកជាសិស្សឲ្យចាំធ្វើតាមពាក្យគេប្រាប់ពេលនោះបារាំងថយទៅវិញកាប៉ារ៉ាល់គុកក៏ហៅអ្នកទោសថ្មីទាំង3នាក់មកលោកនួនដួងចូលមុនគេលុតជង្គង់វាទៅជិតលើកដៃសំពះកាប៉ារ៉ាល់នោះសួរដោយទឹកមុខកាចថាឯងមានរឿងអីបានជាមកជាប់គុកលោកនួនដួងឆ្លើយថាសូមទោសលោកគេចោទថាខ្ញុំបានបំបះបំបោក្បត់បារាំងគ្រាន់តែឮថាក្បត់បារាំងដូច្នេះកាប៉ារ៉ាល់នោះស្រាប់តែស្រែកថាយើឯងហ៊ានក្បត់បារាំងផងណាចាត់ការទៅកនយើងគ្រាន់តែឮដូចជាដូច្នោះអ្នកទោសអមអង្គគេទាំងប៉ុន្មាននោះស្ទុះមកទាំងកំរោលវាយទាត់ធាក់លោកនួនដួងដួលស្រឡប់ត្រលិនរមៀលធ្លាក់ពីថ្នាក់លើតាមជណ្ដើរមកក្រោមសំឡប់ឈឹងលោកអាចារ្យហែមជីវនឹកខ្លោចសះលុះដល់វេនលោកចូលដល់សំពះនិយាយហោហែថាសូមទោសលោកម្ចាស់ខ្ញុំបាទនេះជាលោកសង្ឃទេគេផ្សឹកមកព្រោះខ្ញុំទេសនាពន្យល់ប្រជាជនបងប្អូនខ្មែរឲ្យចេះដឹងផ្លូវល្អគិញបារាំងស្អប់ខ្ញុំចោទខ្ញុំថាក្បត់បារាំងទៅសូមលោកមេត្តាផងកាប៉ារ៉ាល់នោះដូចជាភ្ញាក់អ្នកឯងជាលោកសង្ឃទេខ្ញុំបាទជាលោកសង្ឃឯម្នាក់ទៀតនោះជាសិស្សរបស់ខ្ញុំជាអាចារ្យបង្រៀនមានរឿងដូចខ្ញុំដែរសូមលោកម្ចាស់មេត្តាផងទៀនប្រុសអូពួកអ្នកឯងជាមនុស្សស្លូតត្រង់ទេមិនមែនជាចោរអីទេអញអត់អោនឲ្យខ្លះទើបកាប៉ារ៉ាល់នោះបង្គាប់ទៅអង្គរៈទាំងប៉ុន្មានឲ្យជួយលើកលោកនួនដួងមករឹតច្របាច់ឲ្យដឹងខ្លួនលោកអាចារ្យហែមជីវនិងលោកនួនត្រូវគេដាក់ឲ្យនៅជាមួយគ្នាហើយលោកប៉ាឈឿនគេដាក់នៅកន្លែងផ្សេងកន្លងប្រហែល10ថ្ងៃស្រាប់តែឃើញគេបញ្ជូនអ្នកទោសជាគ្នាមកពីទីក្រុងភ្នំពេញទៀតគឺលោកមានប៊ុនច័ន្ទម៉និងភិក្ខុបាំងខាត់ជាដើមលោកអាចារ្យហែមជីវក៏ប្រញាប់និយាយប្រាប់កាប៉ារ៉ាល់នោះជាស្រេចថាសូមលោកអាណិតកុំធ្វើបាបទើបមកដល់ថ្មីនេះឡើយគេជាគ្នាខ្ញុំមានរឿងរ៉ាវដូចខ្ញុំដែរសូមអាណិតទៅកាប៉ារ៉ាល់នោះក៏ងក់ក្បាលថាមិនអីទេមិនវេដដំច្រំធាក់ទេតែត្រូវធ្វើការជាទម្ងន់ដោយគេឯងធម្មតាអ្នកទោសដែលទៅក្រោយនេះក៏បានធូរខ្លួនបន្តិចដោយសារលោកអាចារ្យជួយនិយាយសម្រួលចំពោះកាប៉ារ៉ាល់ដ៏ខូនោះលោកអាចារ្យហែមជីវថ្វីត្បិតតែជាប់ឃុំឃាំងលោកឆ្លៀតប្រាប់អ្នកទោសគ្នាថាឲ្យខំអត់ធ្មត់ទៅយើងជាអ្នកត្រួតត្រាយខ្លួនឲ្យគេដើរហើយរមែងតែពើប្រទះគ្រោះថ្នាក់ដូចនេះឯងលោកអាចារ្យហែមជីវ
លោកពិសាបាយតែពេលព្រឹកប៉ុណ្ណោះបាយល្ងាចលោកទុកឲ្យលោកទោសក្រហោះមានលោកប៊ុនច័ន្ទម៉លជាដើមអ្នកទោសសំខាន់ដែលត្រូវគេហៅទៅកាត់ទោសមុនគេនោះមានរូបលោកអាចារ្យហែមជាវប៉ាយឈឿននួនឌួងប៊ុនច័ន្ទម៉លបន្ទាប់ពីបានសាកសួរតាមខដែលគេចោទថាយើងក្បត់បារាំងនោះហើយគេបានទៅជំនុំគ្នាមួយសន្ទុះហើយចេញមកវិញគេស្រែកប្រកាសទោសឲ្យទាំងអស់គ្នាដឹងលោកប៉ាឈឿនអ្នកឯងត្រូវទោសប្រហារជីវិតឈ្មោះហែមជាវអ្នកឯងត្រូវទោសប្រហារជីវិតឈ្មោះនួនឌួងអ្នកឯងត្រូវទោសប្រហារជីវិតឈ្មោះប៊ុនអ្នកឯងត្រូវទោសគុក5ឆ្នាំនិងនិរទេស15ឆ្នាំមិនឲ្យចូលស្រុកហើយត្រូវរឹបអូសយកទ្រព្យសម្បត្តិទាំងអស់ក្រោយនោះគេបញ្ជូនទៅគុកធំវិញនៅនឹងគុកធំនោះអស់ពេលជាង2ខែទើបគេបញ្ជូនអ្នកទោសខ្លះទៅកោះត្រឡាចហើយលោកទាំង3នោះត្រូវរងចាំស្ដាប់សេចក្តីសម្រេចសម្រាលទោសរបស់លោកសេនាប្រមុខពេតាំងប្រមុខរដ្ឋនៃប្រទេសបារាំងជាចុងក្រោយការរងចាំនេះត្រូវរងកម្មយ៉ាងទារុណនៅគុកព្រៃនគរអស់ពេលយ៉ាងយូរក្រៃលែងប្រហែល6ទៅ7ខែក្រោយមកទើបគេប្រាប់ថាលោកសេនាប្រមុខពេតាំងសម្រាលទោសពីប្រហារជីវិតមកត្រឹមទោសអស់មួយជីវិតវិញក្នុងខែមិថុនាឆ្នាំ1943គេក៏បញ្ជូនអ្នកទាំង3ទៅកាន់កោះត្រឡាចនៅក្នុងគុកកោះត្រឡាចគេដាក់អ្នកទាំង3នៅលេខ4ជាកន្លែងទោសអក្រិតអស់អាយុទាំងអស់គ្នាគុកនោះគេឲ្យអ្នកទោសវិញខ្សែពួរនិងធ្វើរបស់ផ្សេងតាមតែបារាំងបង្គាប់នៅគុកទី4គេហាមតឹងរឹងណាស់មិនឲ្យមនុស្សផ្សេងទៅសាកសួរសុខទុក្ខមនុស្សទោសដែលនៅក្នុងនោះសោះឡើយប៉ុន្តែលោកប៊ុនច័ន្ទម៉លដែលមកជាប់ទោសមុនហើយដែលមានវាសនាធ្វើជាកាប៉ារ៉ាល់អ្នកទោសម្នាក់ដែរនោះបានលបលាក់ផ្ញើរបស់របរតិចតួចទៅឲ្យអ្នកទាំង3ដែរប៉ុន្តែសេចក្តីលំបាកទុក្ខវេទនាដោយខ្លួនជាអ្នកទោសរងទារុណកម្មបូកនឹងធាតុខុសគ្នានៃធម្មជាតិបានធ្វើឲ្យលោកអ្នកទោសទាំង3នេះមានរោគាភាជបៀតបៀនជារឿយហើយនៅទីបំផុតលោកអាចារ្យហែមជាវមានរោគមូលជាខ្លាំងហើយលោកនួនឌួងកើតរោគស្ពឹកដៃជើងលោកនួនឌួងដោយពេទ្យចេះតែចាក់ថ្នាំគ្មានប្រសិទ្ធភាពច្រើនមកជុលពេកក៏ទៅជាកើតបោសត្រង់ត្រគាកហើមយ៉ាងធំពេទ្យក៏វះយកខ្ទុះចេញយ៉ាងវេទនាបំផុតហើយលោកអាចារ្យហែមជាវឈឺដាបមែនតែនងើបលែងរួចចុករមួលស្លេកស្លាំងអស់គ្មានសង្ឃឹមឡើយគ្រូពេទ្យនៅកោះត្រឡាចគ្មានថ្នាំអ្វីព្យាបាលអ្នកជំងឺទេហើយចំពោះជំងឺមូលនេះក៏មិនដឹងជារោគថ្នាំអ្វីដាក់ផងពេទ្យនោះយកតែទឹកសមុទ្រឬទឹកកំបោរពណ៌សមកឲ្យផឹកបញ្ចុះប៉ុណ្ណោះដោយឃើញថាអ្នកទាំងពីរដាបមែនទែនគេបញ្ចេញទៅដាក់នៅសាលពេទ្យលោកប៊ុនច័ន្ទម៉លបានដឹងក៏ស្កាត់មកមើលអ្នកទាំងពីរឃើញលោកអាចារ្យហែមជាវដាបបំផុតមិនមានធរៈទេក៏និយាយជួលកម្មករពេទ្យនៅទីនោះថាបើអ្នកជំងឺនោះស្លាប់សូមមេត្តាកប់ខ្មោចដោយឡែកផងកុំកប់លីឡំជាមួយខ្មោចដទៃរួចក៏ឲ្យប្រាក់ខ្លះទៅកម្មករពេទ្យនោះនៅកោះត្រឡាចនេះមានពេលខ្លះមនុស្សស្លាប់ច្រើនគេយកទៅកប់5ទៅ6នាក់តែក្នុងរណ្ដៅមួយក៏មានលោកប៊ុនច័ន្ទម៉លយល់ថាលោកអាចារ្យហែមជាវអស់មានអ្វីនឹងជួយកែកើតហើយបើស្លាប់ទៅគាត់នឹងត្រូវចំណាំកន្លែងភ្នូររបស់លោកអាចារ្យតទៅទៀតហេតុនេះទើបគាត់ជួលគេឲ្យចាំកប់ដោយឡែកនោះចំណែកលោកអាចារ្យហែមជាវក្រោយនោះរោគាពាធកម្រើកខ្លាំងមែនទែនចុកស្វាយមាត់អស់ហើយលោកនុននីលទៅរកលោកនួនឌួងជាសិស្សលោកនួនឌួងក៏ខំក៏កិលមករកដែរលើកក្បាលលោកអាចារ្យជាគ្រូដាក់ហើយជួយរឹតច្របាច់ពោះឲ្យគ្រូដោយគោរព
ឯទឹកភ្នែកក៏រអិលចុះទៅលើទ្រូងអាចារ្យជាគ្រូលោកអាចារ្យហែមជាវក៏មានទឹកភ្នែករលីងរលោងមកដែរដោយឈឺចាប់ពេកនិងដោយអាណិតគ្នាទៅវិញទៅមកផុតថ្លែងដោយដឹងខ្លួនឯងច្បាស់ថាអស់មានជីវិតទៅទៀតហើយលោកអាចារ្យហែមជាវបាននិយាយខ្សោៗទៅកាន់លោកនួនដួងថានួនដួងយើងវេទនាណាស់ហើយអញមើលទៅមិនរស់ទេមុខជាស្លាប់ពេលនេះហើយដួងឯងនៅក្រោយខំថែខ្លួនបន្តិចក្រែងមានអាយុនឹងចាំមើលព្រឹត្តិការណ៍ស្រុកទេសទៅទៀតផងលោកនួនដួងនិយាយទៅកាន់លោកអាចារ្យវិញថាព្រះតេជគុណខ្ញុំអាណិតព្រះតេជគុណណាស់ប៉ុន្តែមិនដឹងនឹងធ្វើម្ដេចយើងទាំងពីរនាក់កំសត់ពេកណាស់សូមជម្រាបថានួនដួងហៅលោកគ្រូអាចារ្យហែមជាវថាព្រះតេជគុណតាមទម្លាប់ខ្លួនជាសិស្សមកជាដរាបលោកអាចារ្យមានស្មារតីរឹងនៅតែនិយាយខ្សោៗទាំងចុករមួលមកថានួនដួងខ្លួនអញមិនខ្លាចសេចក្តីស្លាប់ទេតែអញមកនៅនឹកស្ដាយត្រង់មិនបានឃើញស្រុកយើងបានឯករាជ្យតែម្យ៉ាងប៉ុណ្ណោះលោកនួនដួងឥតតបទៅវិញទេចេះតែខំរឹតដោយថ្នាក់ថ្នមទីបំផុតលោកគ្រូអាចារ្យក៏សម្លឹងមុខសិស្សដោយផ្ចិតផ្ចង់រួចលោកក៏រលត់ដង្ហើមទៅក្បាលលោកនៅកាយលើផ្លូវសិស្សដដែលលោកនួនដួងក៏អោនក្បាលទ្រោបទៅលើទ្រូងគ្រូដោយគោរពទឹកភ្នែកហូរហែងជាថ្មីស្រដីម្នាក់ឯងថាអោលោកគ្រូខ្ញុំលោកចាក់ចោលខ្ញុំទៅហើយជាសម្ដីពោពេញដោយសេចក្តីស្រណោះសមុទ្រចិត្តឥតថ្លែងបានក្រោយមកពេទ្យក៏ចូលមកយកសពលោកអាចារ្យទៅពេលយកសពនោះលោកនួនដួងហូរទឹកភ្នែកម្ដងទៀតលោកតាមមើលឃើញគេយកសពព្រះអាចារ្យទៅដាក់លើកន្ទេលមួយស្អាតហើយរុំនឹងក្រមាថ្មីមួយរួចហើយមានខ្សែចងត្រឹមត្រូវលោកនួនដួងតាមមើលទៅឃើញគេលើកសពដាក់លើរទេះកង់3រុញយកទៅលោកមើលឃើញតែត្រឹមនោះក៏ដាក់មុខចុះមកវិញបិទភ្នែកមួយសន្ទុះផ្ដាច់ខ្សែទឹកភ្នែកដោយធ្លាក់ចុះមកលោកស្រមៃឃើញលោកអាចារ្យហែមជាវកាលនៅពីឆ្នាំមុនមិនទាន់មានរឿងជាព្រះសង្ឃអង្គអាចវៀងវៃពូកែបង្រៀនធ្វើឲ្យសិស្សរីករាយសប្បាយពូកែទេសនាគេស្ដាប់ត្រៀបត្រាលោកនួនដួងនឹកឃើញកាលត្រូវបារាំងចាប់ចងស្រមៃឃើញសេចក្តីទុក្ខវេទនាយ៉ាងមហាអស្ចារ្យនៅក្នុងគុកឥឡូវនេះរូបដែលធ្លាប់មានសម្លេងមានឧត្តមគតិនេះត្រូវបានមករលីសូនចាប់ពីពេលនេះតទៅហើយលោកនួនដួងសង្រេងអាណិតលោកគ្រូអស់ពេលយ៉ាងយូរភ្លេចទាំងក្តីឈឺចាប់របស់ខ្លួនឯងលុះក្រោយមកនោះប៊ុនច័ន្ទមុលមកសួរលោកក៏រាយរាប់តាមដំណើរដែលលោកអាចារ្យហែមជាវបានទទួលមរណភាពនោះលោកប៊ុនច័ន្ទមុលមានទឹកភ្នែកដែររួចថយទៅវិញរំលងមកជាយូរថ្ងៃលោកក៏មកប្រាប់វិញថាលោកបានឲ្យអ្នកទោសយកដុំថ្មធំធំទៅដាក់ចំណាំធ្នូអាចារ្យធ្នូនោះមានលេខ1113គឺ1113រួចលោកប៊ុនច័ន្ទមុលក៏ខំនិយាយលើកទឹកចិត្តរំលឹកនួនដួងថាខ្ញុំខំកាត់ចិត្តខ្លះកុំឲ្យកើតទុក្ខពេកនាំឲ្យរោគចិត្តត្រួតថែមលើរោគកាយទៀតជាកុសលដែរលោកនួនដួងបានគង់ជីវិតតមកលោកអាចារ្យហែមជាវបានទទួលមរណភាពក្នុងជន្មាយុ45ឆ្នាំនៅ1943នៅលើកោះត្រឡាចដាច់ស្រយាលមានតែប្រវិលសាគរពត់ជុំវិញតែស្រមោលឧត្តមគតិនិងគុណធម៌របស់លោកនៅតែរសាត់កាត់រលកមកចាំងផ្ដិតលើដួងចិត្តខ្មែរគ្រប់គ្នាជានិច្ចពុំបានរលប់រលាយតទៅតាមពេលវេលាសោះឡើយ
ខ្មែរស្រកនេះនឹងសកលក្រោយនៅចាំព្រះនាមលោកចាំសកម្មភាពរបស់លោកហើយរំលឹកគុណរបស់លោកជាប្រកដីអ្នករៀបរៀងសូមបញ្ជាក់ឲ្យដឹងច្បាស់ថាបានជាព្រះអាចារ្យហែនជាវត្រូវយើងតម្កល់ដំកើងព្រោះមកលើលោកជាអ្នកនាំបំភ្លឺនាំផ្លូវក្នុងការកសាងស្រុកខ្មែរឆ្ពោះទៅរកឯករាជ្យភាពក្នុងសម័យដែលស្រុកនេះនៅក្រោមអំណាចបារាំងអាណានិគមជិះជាន់ធ្វើបាបខ្មែរដោយហេតុតែបានសម្គាល់ថាអាចារ្យហែនជាវមានឧត្តមគតិស្នេហាហើយមានគុណធម៌ដ៏ប្រសើរនោះទើបគណៈរដ្ឋមន្ត្រីក្រោមអធិបតីភាពលោកសេនាប្រមុខលន់ នល់ប្រធានាធិបតីនៃស្ថានរដ្ឋខ្មែរក្នុងសម័យប្រជុំកាលថ្ងៃទី22មីនាឆ្នាំ1972បានសម្រេចរឿងកិច្ចការលោកគ្រូអាចារ្យហែនជាវក្នុងបណ្ដាលបញ្ហាដែលដាក់ប្រជុំថារដ្ឋាភិបាលបានទទួលស្គាល់នៅអំពើល្អទាំងឡាយដែលព្រះអាចារ្យហែនជាវបានធ្វើជូនប្រជាជាតិខ្មែរហើយសម្រេចថានឹងចាត់ចែងឲ្យបានផ្ទេរធាតុរបស់លោកពីកោះត្រឡាចមករដ្ឋធានីភ្នំពេញយើងវិញក្នុងរឿងនេះរដ្ឋាភិបាលចាត់ឲ្យគណៈប្រតិភូខ្មែរដែលមានរូបលោកពុនច័ន្ទម៉ុលជាអ្នកដឹកនាំឲ្យទៅកាន់ប្រទេសយួនខាងត្បូងហួសទៅកោះត្រឡាចស្រាវជ្រាវរកព្រះអធិធាតុព្រះសពអាចារ្យនេះយកមកប្រទេសខ្មែរវិញហើយធ្វើបុណ្យរំលឹកនឹងដំកើងព្រះនាមព្រះសពដែលជាអ្នកមេគំនិតម្នាក់ក្នុងបដិវត្តខ្មែរឆ្នាំ1942ដោយតម្កល់ដំកើងឋានៈលោកជារដ្ឋបរោះជាតិក្នុងបច្ឆាមរណៈផង